សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់លើកឡើងនៅរឿងមួយតាក់ទងជាមួយនឹងជំងឺនៅក្នុងពេលបច្ចុប្បន្នហ្នឹងណាបងប្អូនតែងតែគិតផ្ដោតសំខាន់តែរឿងមួយមុខគេគឺការញ៉ាំការទម្លាប់មិនហាត់ប្រាណចាវាជាបញ្ហាធ្វើឲ្យប៉ះពាល់ដល់សុខភាពអាហ្នឹងវាជារឿងសំខាន់ប៉ុន្តែរឿងមួយទៀតដែលបងប្អូនអត់នឹកស្មានតតែសោះនោះគឺរឿងបញ្ហាផ្លូវចិត្តបងប្អូនមានឆ្ងល់ទេអ្នកខ្លះគាត់អត់ញ៉ាំហឹលទេហើយបុកល្ហុងស្អីណានេះគាត់មិនមែនជាមនុស្សដែលចូលចិត្តញ៉ាំគ្រឿងអស់ហ្នឹងទេអ្នកខ្លះសូម្បីតែស្រាក៏គាត់មិនផឹកដែរប៉ុន្តែគាត់បែរជាមានបញ្ហាឈឺក្រពះបញ្ហាពោះវៀនរលាកក្រពះធ្ងន់ធ្ងរអីអញ្ចឹងទៅអញ្ចឹងសួរថាអានឹងមកពីអីបើគាត់អត់ប្រព្រឹត្តអាអស់នឹងផងហ្នឹងចាអញ្ចឹងរឿងមួយដែលបងប្អូនតែងតែចន្លោះបងប្អូនតែងតែបានចាប់អារម្មណ៍ហើយពេទ្យតែងតែនិយាយយកឲ្យយើងយកចិត្តទៅដាក់ប៉ុន្តែយើងអត់ដែរចាប់អារម្មណ៍នោះគឺបញ្ហាផ្លូវចិត្តបងប្អូនមានដែរដឹងទេពេលដែលយើងឈឺហើយយើងទៅពេទ្យហើយពេទ្យតែងតែប្រាប់ថាធ្វើចិត្តឲ្យសុបាយកុំគិតច្រើននិយាយរួមទៅគឺចំណុចនេះគឺវាបង្ហាញថាផ្លូវចិត្តយើងគឺជារឿងសំខាន់ណាបងប្អូនដែលមានបញ្ហាផ្លូវចិត្តដែរបងប្អូនត្រូវដឹងថាជំងឺដែលមកបៀតបៀនរាងកាយយើងមុនគេគឺបញ្ហាកាពះពោះវៀននឹងឯងបងប្អូនឆ្ងល់ទេឧទាហរណ៍ជាក់ស្ដែងផ្លូវចិត្តប្រជាពលរដ្ឋយើងអំឡុងសង្គ្រាមនៅព្រំដែនបាញ់គ្នាជាមួយនឹងថៃ5យប់5ថ្ងៃនេះខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគាត់ប្រកាសជាប៉ះពាល់បញ្ហាកាពះពោះវៀនបងប្អូនឆ្ងល់ថាហេតុអីបានចឹងអត់ពេលហ្នឹងសម្ពាធផ្លូវចិត្តបងប្អូន24ម៉ោងលើ24ម៉ោងរួមទាំងនាងខ្ញុំផ្ទាល់ផងដែរគឺអត់សុបាយទេគឺបើកភ្នែកមកទុកនិយាយរួមទៅគេងក៏មិនសូវជាបានគេងដែរដោយសារអីចាំមើលស្ថានភាព24ម៉ោងហើយផ្លូវចិត្តយើងហ្នឹងគឺវិបត្តិខំផងកើតទុកផងចាវាមានទុកសោកពេញផ្លូវចិត្តយើងនឹងតែម្ដងអញ្ចឹងវាធ្វើឲ្យបងប្អូនវាទៅជាមានសភាពមួយដែលមិនឃ្លានទោះបីជាដល់ម៉ោងញ៉ាំហើយក៏អត់ឃ្លានហើយដល់ម៉ោងគេងហើយក៏អត់ងងុយគេងអាហ្នឹងវាជាបញ្ហាដែលកើតឡើងចេញពីផ្លូវចិត្តរបស់យើងហើយបងប្អូនតែងតែយល់ច្រឡំថាពេលដែលយើងអត់ឃ្លានគឺវាអត់អីអានេះគឺជាចំណុចមួយដែលខុសបងប្អូនទោះបីជាយើងអត់ឃ្លានក៏ដោយប៉ុន្តែសរីរាង្គនៅក្នុងខ្លួនរបស់យើងវាត្រូវការធ្វើការទៅតាមពេលវេលានេះខ្ញុំសូមអភ័យទោសនេះខ្ញុំមិនមែនអ្នកជំនាញអីនោះទេប៉ុន្តែគ្រាន់ថាខ្ញុំចែករំលែកអ្វីដែលខ្ញុំបានយល់ចឹងណាចាអញ្ចឹងបើទោះបីជាដល់ម៉ោងញ៉ាំបងប្អូនអត់ចង់ញ៉ាំប៉ុន្តែបងប្អូនត្រូវដឹងថាកាពះរបស់បងប្អូនវាចាប់ផ្ដើមទាមទារអាហារហើយសញ្ញាអត់ឃ្លានហ្នឹងគឺដោយសារតែសញ្ញានៃអារម្មណ៍របស់យើងឯងអារម្មណ៍យើងរុញឲ្យមិនមានការឃ្លានប៉ុន្តែកាពះយើងវានៅតែត្រូវការអាហារទៀងម៉ោងធម្មតាអញ្ចឹងទៅហើយមួយទៀតដល់ម៉ោងគេងបងប្អូនអត់ងុយគេងសោះចាអាហ្នឹងគឺជាបញ្ហាមួយដែលស្អីខួរក្បាលយើងអារម្មណ៍យើងវារុញឲ្យយើងងុយគេងទេប៉ុន្តែធាតុពិតជាក់ស្ដែងរាងកាយយើងវាត្រូវការសម្រាប់ហើយកាពះយើងបើសិនបើយើងអត់គេងទេកាពះវាត្រូវធ្វើការរហូតហ្មងអញ្ចឹងវាត្រូវតែដល់ម៉ោងដែលឃ្លានវាត្រូវបញ្ចេញអាស៊ីតមកហើយបើបងប្អូនអត់ញ៉ាំទេវាមានតែអាស៊ីតហ្នឹងជះទៅខ្លួនឯងមានថាវាកិនខ្លួនឯងអញ្ចឹងណាចាអញ្ចឹងវាធ្វើឲ្យមានអាការៈរលាកកាពះរលាកអីអញ្ចឹងទៅហើយបងប្អូនចេះឆ្ងល់អត់ដែរហូបហឹលទេក៏មិនដែលផឹកស្រាដែរតែហេតុអីក៏ឈឺកាពះចាគឺដោយសារតែផ្លូវអារម្មណ៍របស់យើងនឹងឯងវាធ្វើឲ្យប៉ះពាល់ទៅដល់សរីរាង្គកាពះពោះវៀនរបស់យើងហ្នឹងណាអញ្ចឹងបងប្អូនកុំឆ្ងល់ថាហេតុអីមនុស្សយើងឥឡូវភាគច្រើនប៉ះពាល់បញ្ហាកាពះហ្នឹងច្រើនមែនតើគឺដោយសារតែផ្លូវចិត្តរបស់យើងពេលខ្លះយើងអត់សូវរឹងមាំពេលខ្លះយើងជួបទៅនឹងបញ្ហាច្រើនពេកអញ្ចឹងទៅយើងបដោយខ្លួនឯងទៅតាមអារម្មណ៍ចាបដោយខ្លួនឯងទៅតាមភាពសោកសៅអញ្ចឹងទៅវាធ្វើឲ្យជះឥទ្ធិពលមកលើរាងកាយយើងវិញដោយសារតែការមិនទទួលទានឲ្យបានត្រឹមត្រូវការគេងមិនបានគ្រប់គ្រាន់ព្រោះតែយើងមានអារម្មណ៍ឆ្អែតរហូតចាឆ្អែតរហូតតែម្ដងភាពសោកសៅអាភាពទុក្ខសោកនៅក្នុងខ្លួនហ្នឹងណាវាមិនមែនប៉ះពាល់តែលើកាពះពោះវៀនមួយមុខទេបងប្អូនវាប៉ះពាល់ដល់មុខងារថ្លើមទៀតវាធ្វើឲ្យថ្លើមយើងចុះខ្សោយចាវាបង្កនៅជាតិពុលនេះខ្ញុំមើលរឿងចិនណាការដែលយើងមានទុក្ខសោកច្រើនពេកការដែលយើងខឹងខ្លាំងពេកការដែល
តែយើងអត់សម័យចិត្តសោះវាធ្វើឲ្យយើងពោលថ្លើមហើយមុខងារថ្លើមរបស់យើងចុះខ្សោយពិបាកនៅក្នុងការកម្ចាត់ជាតិពុលនៅក្នុងសារពាង្គកាយរបស់យើងអញ្ចឹងទៅយើងព្យាយាមដកខ្លួនចេញពីបញ្ហាផ្លូវចិត្តហ្នឹងទៅបន្តិចម្ដងដូចជាតួយ៉ាងនៅពេលដែលបងប្អូនពិបាកចិត្តណាបងប្អូនកុំព្យាយាមគិតរឿងណាដែលធ្វើឲ្យយើងកាន់តែពិបាកទៀតពេលដែលបងប្អូនពិបាកចិត្តកុំព្យាយាមមើលរូបភាពពិបាកណាដែលនាំជីវិតយើងទៅរកភាពពិបាកនឹងបន្តទៀតបងប្អូនព្យាយាមប្រឡប់អារម្មណ៍ឥឡូវខ្ញុំឧទាហរណ៍សម្រាប់យុវវ័យដែលគាត់តែងតែមានអារម្មណ៍ពិបាកចិត្តរឿងស្នេហាចេះមួយចុះពីរហើយគាត់តែងតែបដ ដោយខ្លួនឯងធ្លាក់ទៅនៅក្នុងភាពរលងរលោចភាពសោកសៅតាមបទចម្រៀងឬក៏គាត់ទៅមើលរឿងរន្ធត់តក់ស្លុតអីចឹងទៅវាអត់ល្អសម្រាប់រាងកាយយើងទេតែខ្ញុំសូមអភ័យទោសត្រង់ចំណុចនេះផងប៉ុន្តែជាក់ស្ដែងមកវាអញ្ចឹងណាចាប៉ុន្តែបើសិនបើយើងមានបញ្ហាផ្លូវចិត្តប៉ុន្តែបងប្អូនព្យាយាមតាំងស្មារតីខ្លួនឯងឲ្យរឹងមាំឲ្យនឹងណហើយព្យាយាមប្រាប់ខ្លួនឯងបញ្យល់ខ្លួនឯងនិយាយរួមទៅមិនមាននរណាម្នាក់លើកទឹកចិត្តយើងបានខ្លាំងជាងយើងលើកទឹកចិត្តខ្លួនឯងទេហើយក៏គ្មាននរណាម្នាក់មកបញ្យល់យើងឲ្យយើងយល់ជាងយើងបញ្យល់ខ្លួនឯងដែរអញ្ចឹងមានតែខ្លួនឯងនេះបើកចិត្តទលាយថានឹងទទួលយកនៅការលើកទឹកចិត្តខ្លួនឯងអត់នឹងទទួលយកនៅពាក្យសម្ដីដែលខ្លួនឯងលួងខ្លួនឯងនឹងបានអត់ណាចាឲ្យខ្លួនឯងមានសំណោចខ្លះមួយថ្ងៃ24ម៉ោងបើសិនជាអត់មានសំណោចសោះណាបងប្អូនអានឹងវាជាហានិភ័យដែរពីព្រោះធម្មជាតិបង្កើតយើងឲ្យមានសំណោចនឹងគឺវាសំខាន់សម្រាប់រាងកាយយើងបើសិនបើយើងអត់សោចសោះយើងមានតែភាពតុកសិកនៅក្នុងខ្លួនអាពាក្យថា toxic មួយម៉ាត់ហ្នឹងគឺបង្កសារធាតុពុលនៅក្នុងរាងកាយយើងខ្លាំងណាស់អញ្ចឹងបងប្អូនអាចព្យាយាមមើលរឿងណាដែលធ្វើឲ្យយើងសប្បាយចិត្តមើលរឿងណាដែលធ្វើឲ្យយើងសោចទោះបីជាការសោចនឹងវាមានតែមួយវិនាទីក៏ដោយក៏វាមានន័យសំខាន់សម្រាប់សុខភាពយើងដូចគ្នាផងដែរហើយអ្វីដែលសំខាន់មួយទៀតនោះគឺក៏សំណូមពរទៅដល់សមាជិកគ្រួសារចានៅក្នុងផ្ទះព្យាយាមធ្វើម៉េចចាផ្ដល់ស្នាមញញឹមឲ្យគ្នាបានច្រើនកុំឲ្យត្រឡប់ចូលទៅដល់ផ្ទះមានតែរឿងក្តៅកាហាយមានតែរឿងតុកសិកអានឹងអត់កើតទេគឺក្រុមគ្រួសារយើងមិនយូរទេគឺសមាជិកគ្រួសារយើងនឹងមានអ្នកឈឺនេះឈឺនោះអញ្ចឹងមួយចូលពីដេសាយផ្លូវចិត្តវាអត់រឹងមាំហើយក្នុងផ្ទះឲ្យមានរឿងសុបាយអញ្ចឹងណាចាបងប្អូននេះខ្ញុំមានការលើកឡើងតែប៉ុណ្្នឹងទេបើសិនបើមានការខ្វះចន្លោះឬក៏ខុសឆ្គងត្រង់ចំណុចណាមួយក៏សូមខន្តីអភ័យទោសផងដែរដោយនេះខ្ញុំបញ្ជាក់តាំងពីខាងដើមអញ្ចឹងនេះខ្ញុំមិនបានរៀនជំនាញគ្រូពេទ្យក៏មិនជាគ្រូពេទ្យអីដែរហើយក៏សូមអភ័យទោសចំពោះវិជ្ជបណ្ឌិតនិងគ្រូពេទ្យទាំងអស់ផងបើសិនបើនេះខ្ញុំលើកឡើងមានកំហុសខុសឆ្គងនៅត្រង់ចំណុចណាមួយណាចាសូមអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀតជម្រាប